កុកកម្មជីវិតរួមរិទ្ធហារតីច្រវាក់លោកីអាវុធប្រល័យរូបជីវ៉ាខ្ញុំគ្មានសង្ឃឹមហេតុអ្វីមរណាបងខ្សែសង្ខាចោលកូនអើយនៃកំព្រីបងប្អូនប្រិមត្តស្ដាប់ហេតុអីបានជាសៀមមិនចេញព័ត៌មានមួយនេះតតែសោះព្រោះវាជឿថាព័ត៌មាននឹងមិនពិតពីព្រោះវាជាប្រទេសដែលបកកែសម្ដែងប្រកែប្រឌិតរឿងដែលបានកើតឡើងភាគរយច្រើនគឺវាសម្ដែងអញ្ចឹងវាធ្វើឲ្យការប៉ັດកើតឡើងវាដែរជឿទេវាបានយករឿងបងអូនស្រីល្អហួសនិយាយនៅក្នុងកម្មវិធីប្រឡង Miss Teen ទៅចាក់រុកឆ្កឹះឆ្កៀលមកកណោក៏ដឹងតែប៉ັດជាគាត់ប៉ັດនិយាយបានល្អខ្ញុំឲ្យមេដៃចាអ៊ីនចំណែករឿងមួយទៀតគឺរឿងស្ត្រីជពលករខ្មែរមួយរូបដែលត្រូវបានទាហានរបស់វាពាក់ឈុតខ្មែរនឹងបំពេញទាហានឈុតខ្មែរនឹងគឺពួកទាហានព្រៃពួកនឹងគឺព្រៃផ្សៃខាងណាហើយបងប្អូនចង់ដឹងថាយ៉ាងម៉េចទៅស្ដាប់នៅក្នុង page របស់អាចារ្យអេចា page របស់គាត់គឺរៀបរាប់ពួកគាត់ធ្លាប់ធ្វើសារព័ត៌មាននៅនោះគាត់ស្គាល់ចរិតរបស់សៀមច្បាស់ថាវាព្រៃផ្សៃកម្រិតណាហើយមិនធំប៉ុណ្ណឹងឯងបងប្អូនវាអត់ចេញផ្សាយទេដោយករណីថ្ងៃ12អញ្ចឹងណាដែលកើតឡើងនៅភូមិព្រៃច័ន្ទអញ្ចឹងវាអ្នកបើកការបហាយើងមុនសោះវាទៅជាផ្សាយវាអត់ផ្សាយភ្លាមៗទេដល់ពេលខោស្រត់ចេញផ្សាយឡើងថាយើងនឹងដាក់គេមុនហើយបានខាងវាហ្នឹងគឺតយើងតាមក្រោយដើម្បីជាការពមៀនវាទៅជាបំភ្លៃអញ្ចឹងវិញដល់គ្មានភ័ស្តុតាងគ្មានរូបភាពអីទាំងអស់ដល់ពេលស្អែកឡើងនាងអាមេរិននិយាយឡើងសិតតែបើមានរឿងចឹងកើតឡើងមែនតែហ៊ានវាធ្វើមែនចុះមិនក៏អត់មានស្នាមដាច់ក្រលាត់រហែកអីផ្សេងអញ្ចឹងទៅវាធ្លាប់សម្ដែងខ្លួនវាធ្លាប់បំភ្លៃខ្លួនវាអញ្ចឹងវាចោទយើងថាដូចវាដែរអញ្ចឹងក្នុងគណៈពេលឥឡូវនេះប្រសាសន៍សម្ដេចធិបតីច្បាស់ហើយណាបងប្អូនបានស្ដាប់ហើយសម្ដេចតេជោហ៊ុនសែនកាលពីព្រឹកមិញក៏បានថ្លែងបញ្ជាក់ដូចគ្នាផងដែរចំពោះទាហាន18នាក់គឺគាត់មានយុទ្ធសាស្ត្ររបស់គាត់អ្វីដែលគាត់និយាយមកហ្នឹងគឺមានយុទ្ធសាស្ត្ររបស់គាត់ឯងបងប្អូនព្រោះតបគេដឹងក្បួនតបរបស់គេថាបើមានការចាប់ចំណាប់ខ្មាំងកើតឡើងតើគាត់ត្រូវធ្វើម៉េចអញ្ចឹងពេលខ្លះសៀមវាយករឿងហ្នឹងមកធ្វើជំនួយរហូតអញ្ចឹងសម្ដេចដាក់មកឃ្លានេះគឺល្មមឲ្យសៀមទទួលអារម្មណ៍ថាដូចមនុស្សអាពេលដដើមគ្នាឃើញយើងចង់បានដែរដដើមដល់ពេលយើងអត់ចង់បានយើងធ្វើបែបអត់ចង់បានពេលហ្នឹងមនុស្សនឹងមិនអីហើយណាមួយវាមានរឿងនៅក្នុងរឿងដូចសម្ដេចមានប្រសាសន៍ថាសម្ដេចបានចោទទុកថាពួកគាត់គឺពាក់លីព្រោះច្បាប់ទាហានគេមានរបស់គេអញ្ចឹងយើងអត់ដឹងថាសៀមវាកំពុងតែលេងល្បិចអីមួយយើងក៏អត់ដឹងដែរប៉ុន្តែយើងត្រូវតែទុកចិត្តលើថ្នាក់ដឹកនាំព្រោះគាត់ជ្រៅជាងយើងឆ្ងាយណាស់ចា៎ហើយនៅក្នុងរឿងមួយទៀតដែលពាក់ព័ន្ធជាមួយនឹងក្មេងស្រីម្នាក់នេះដែលមានបញ្ហាសូមយើងបន្តផ្សាយឲ្យបានច្រើនព្រោះវាជាការដាក់បន្ទុកទៅកាន់អន្តរជាតិឲ្យដឹងពីទង្វើដ៏កក្រិចរបស់ទីហ៊ានសៀមដែលមិនបានស្ដាប់មេស្ដាប់កាយខ្ញុំដឹងថាពេលនិយាយទៅ TikTok វានៅប្រទេសវានោះឯងចឹងមិននិយាយប៉ះអត់បានទេ account ខ្ញុំបាត់អស់មួយឯងឥឡូវតស៊ូមកមួយនេះទៀតចឹងខ្ញុំនឹងព្យាយាមនៅអ្វីដែលខ្ញុំអាចធ្វើបានហើយសួរថាចំណូលបានមកពីណាគឺការលក់អាហារបំពន់បងប្អូនអត់មានពីណាហ្វាន់ឲ្យទេចឹងសម្រាប់បងប្អូនទាំងអស់គ្នាយើងបន្តតាមដានព័ត៌មានបន្តទៀតហើយសាមគ្គីភាពផ្ទៃក្នុងរបស់យើងឲ្យអស់លទ្ធភាពណាចា៎ហើយសម្ដេចក៏មានប្រសាសន៍ចំណុចសំខាន់ច្រើនដោយរឿងការសាង PDT អីក៏ប៉ັດប្រេងគេយកមកពីសាងកពូទេបងប្អូនប្រិមត្តស្ដាប់តែសូមឲ្យម្ចាស់ការសាងទាំងអស់គឺប៉ັດជាមានភាពស្មោះត្រង់ព្រោះសម្ដេចចេញមកនិយាយបែបហ្នឹងហើយសូមឲ្យមានភាពស្មោះត្រង់ធ្វើទៅតាមក្រសួងដែលគេប្រកាសហើយនឹងសម្ដេចប្រកាសព្រោះធ្វើម៉េចយើងចាយលុយទិញពីគេមកហើយចាបើយើងធ្វើចោះធ្វើឡើងតែគ្នាឯងហ្នឹងពួកគ្នាឯងអ្នកយកលុយទៅឲ្យគេធ្វើម៉េចបើមកហឹកមុនយើងល្បីគេសំអីហ្នឹងចាឥឡូវមានតែកែប្រែនឹងឯងត្រឡប់មកស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់យើងវិញហើយយើងយល់ធ្វើអីក៏ដោយកុំជ្រុលពេលជ្រុលទៅអត់មានខាតពីណាឯងខាតតែយើងទេចាហើយសូមអធិស្ឋានផងចំពោះអ្នកគាត់ជាតិនិយមខ្ញុំអាចនិយាយចឹងទៅបងប្អូនអាចនឹងប៉ះអារម្មណ៍ខ្លះក៏ប៉ុន្តែរឿងខ្លះដោយករណីការបញ្ជាក់តាំងពីជ្រុលពេកទៅវាប៉ះតែគ្នាឯងដោយករណីការយកលុយទៅទិញអាតុក្កតានេះហើយខ្ញុំឲ្យគេហើយហ្នឹងហើយធ្វើម៉េចបើមិនឲ្យខ្ញុំលក់ឲ្យខ្ញុំធ្វើម៉េចបើខ្ញុំអ្នកលក់ដូរអានេះវាអញ្ចឹងនេះដូចឥឡូវប្រេងដូងញ៉ាំនេះអញ្ចឹងបងប្អូនករណីការទិញគេហើយនេះអញ្ចឹងមានតែលក់ស្មើខ្លួនដើម្បីទៅធ្វើនៅកន្លែងផ្សេងចាប្រេងដូងញ៉ាំនេះយើងធ្វើតាំងពីថ្ងៃ10 ខែ 3 2024ចា
ឥឡូវ2026បានហួសដល់លេតែយើងលក់លាងឃ្លាំងមួយថែមមួយសម្រាប់អ្នកចង់សម្បកគីឡូចង់ការពារពីបញ្ហាលើសខ្លាញ់លើសអាស៊ីតអ្នកដែលចង់ឲ្យសក់ស្អាតដោះមាំល្អសាច់ភ្លឺចេញពីខាងក្នុងលាងជាតិខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមរបស់យើងសម្រួលដល់ការបន្តបង់ការពារឬដងបាតសំខាន់បំផុតគឺកម្ចាត់ខ្លាញ់ក្បាលពោះហើយបើយើងអត់ចេះញ៉ាំផ្ទាល់ទឹកទេយើងញ៉ាំអាគ្រាប់នឹងបានហើយយើងជប់អាចវាដាក់នៅលើពោះឬកន្លែងណាដែលមានស្នាមសង្វារឬក៏ទូលលាស់ក៏វាបំបត្តិបានដែរទិញមួយកំប៉ុងថែមមួយកំប៉ុងណាបងប្អូនចាតាក់ទងមកលើកណិកាផងដែរគឺ017 37 2000ឬក៏មកទិញនៅតូបផ្ទាល់របស់កណិកាហូស្ពីនផៃចៃបត់ស្ដាំដៃចូលមកក្នុងភ្លុកមកឃើញហើយបងប្អូនកណិកានៅរីអង្គរនិងកន្លែងលក់របស់ម្ដាយកណិកាយាយមលូនៅក្នុងផ្សារទឹកថ្មីអរគុណសម្រាប់ការគាំទ្រទុកជាមុនចា